ខ្ញុំសូមបញ្ជាក់ឲ្យលោកអ្នកទាំងអស់គ្នាបានឃើញពីសារៈសំខាន់នៃការរៀបចំរដ្ឋធម្មនុញ្ញថ្មីដោយបានប្រាប់ឲ្យលោកអ្នកទាំងអស់គ្នាបានឃើញថាប្រទេសថៃរបស់យើងមកពីមុនមិនដែលមានសម័យណាមួយទេដែលផលប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដែលយើងមានការលូតលាស់យ៉ាងលឿននោះបានកើតឡើងដោយកម្លាំងជំរុញនិងការគាំទ្រពីរដ្ឋាភិបាលនិងនយោបាយក្នុងប្រទេសដែលមានលក្ខណៈប្រជាធិបតេយ្យនយោបាយដែលមានសភាពដូចបច្ចុប្បន្ននេះដែលធ្វើឲ្យយើងត្រូវចេញសេចក្តីថ្លែងអំពីគោលនយោបាយដល់3ដងក្នុងរយៈពេល2ឆ្នាំនេះដោយសារតែយន្តការរបស់តុលាការរដ្ឋធម្មនុញ្ញនិងអង្គការឯករាជ្យត្រូវបានយកមកប្រើដើម្បីបំផ្លាញគ្នាផ្នែកនយោបាយជាងការចាប់អ្នកក្លែងបន្លំឲ្យទទួលទោសបញ្ហាការក្លែងបន្លំក្នុងប្រទេសមិនដែលថយចុះឡើយមានតែធ្ងន់ធ្ងរឡើងរៀងរាល់ថ្ងៃជាមួយនឹងនយោបាយបែបនេះឬដែលនឹងធ្វើឲ្យប្រទេសថៃអាចដើរទៅមុខបានខ្ញុំជឿថាទាំងអស់លោកអ្នកដែលមកដល់ទីនេះមានចម្លើយដូចគ្នានឹងខ្ញុំក្នុងចិត្តក្រាហ្វនេះប្រៀបធៀប gap របស់ពិភពលោកជាមួយ gap របស់ថៃនិង gap របស់ប្រទេសជិតខាងតាមរយៈពេល19ឆ្នាំចាប់តាំងពីឆ្នាំ49សង្ខេបគឺប្រទេសយើងដែលយឺតជាងពិភពលោកនិងប្រទេសជិតខាងដូចជាវៀតណាមខណៈពេលដែលចាប់តាំងពីឆ្នាំ49មកលោកប្រធានពិភពលោកមានអត្រាកំណើនជាមធ្យម3ក្នុងមួយឆ្នាំទោះបីជាប្រឈមមុខនឹងវិបត្តិ subprime នៅឆ្នាំ51ឬក៏ COVID នៅឆ្នាំ63ក៏ដោយពិភពលោកក៏នៅតែអាចស្ដារឡើងវិញបានយ៉ាងលឿនតែប្រទេសថៃមិនដែលស្ដារឡើងវិញឲ្យឈរនៅលើបន្ទាត់ដោយពិភពលោកបានឡើយលេខទាំងនេះកំពុងបង្ហាញឲ្យយើងឃើញថារចនាសម្ព័ន្ធសេដ្ឋកិច្ចថៃសប្តាហ៍ថ្ងៃនេះកំពុងខ្សោយឧស្សាហកម្មរបស់ប្រទេសយើងកំពុងធ្វើឲ្យស្ទាក់ស្ទើរហើយមិនអាចស្ដារឡើងវិញបានលឿនដូចប្រទេសផ្សេងទេនេះមិនមែនជាអំពើចៃដន្យទេលោកប្រធានតែជាវដ្តីមួយដែលកើតឡើងម្ដងហើយម្ដងទៀតសូចណាក៏ការក្លែងបន្លំរបស់ប្រទេសថៃសប្តាហ៍ថ្ងៃនេះក៏នៅតែធ្លាក់ចុះយ៉ាងបន្តបន្ទាប់នៅឆ្នាំ2024នេះមានពិន្ទុហោត្រឹមតែ34ពិន្ទុបន្ទាបបំផុតក្នុងរយៈពេល12ឆ្នាំយើងស្ថិតនៅចំណាត់ថ្នាក់ទី107ចេញពីប្រទេសសរុប180ប្រទេសទូទាំងពិភពលោកទោះបីជាយើងមានអង្គការឯករាជ្យជាច្រើនក៏ដោយដែលតែងតែត្រួតពិនិត្យយ៉ាងម៉ត់ចត់លោកប្រធានប៉ុន្តែសូចណាក៏របស់យើងនៅតែធ្លាក់ចុះយ៉ាងបន្តបន្ទាប់ហេតុអ្វីបានជាឧបករណ៍ត្រួតពិនិត្យដែលមានសប្តាហ៍ថ្ងៃត្រូវបានប្រើជាឧបករណ៍នយោបាយជាងការការពារលុយពន្ធរបស់បងប្អូនប្រជាពលរដ្ឋសំណួរមួយគឺហេតុអ្វីយើងត្រូវផ្ដល់សារៈសំខាន់ដល់រដ្ឋធម្មនុញ្ញដែលភ្ជាប់ពាក់ព័ន្ធជាមួយប្រជាជនយ៉ាងខ្លាំងបំផុតព្រោះយើងត្រូវការរដ្ឋាភិបាលដែលមានភាពថ្លៃថ្នូរមានប្រសិទ្ធភាពនិងមានសេចក្តីសម្រុំដែលភ្ជាប់ពាក់ព័ន្ធជាមួយបងប្អូនប្រជាពលរដ្ឋសមាជិកគណៈរដ្ឋមន្ត្រីទាំងអស់ត្រូវបានតែងតាំងមកពីអ្នកដែលមានចំណេះដឹងនិងសមត្ថភាពមិនមែនមកពីការចែកចាយកូតាឬការចរចាបែងចែកផលប្រយោជន៍គ្នាតាមការធ្វើនយោបាយទេនេះហើយជាមូលហេតុដែលគណបកប្រជាជនយើងមានការបដិញ្ញាខ្ជាប់ខ្លាំងណាស់ក្នុងការបើកទ្វារដើម្បីរៀបចំរដ្ឋធម្មនុញ្ញថ្មីហើយយើងក៏ព្រមបោះឆ្នោតឲ្យលោកអនុทิនចាន់វីរុកជានាយករដ្ឋមន្ត្រីផងដែរដោយមានកិច្ចព្រមព្រៀងដូចដែលបានបង្ហាញក្នុង MOA ហើយការបំពេញភារកិច្ចរបស់យើងទាំងអស់នេះរយៈពេល4ខែបន្តពីនេះរួមទាំងខ្ញុំលោកនាយកនិងមិត្តសមាជិកទាំងអស់នៅថ្ងៃនេះនឹងជារឿងដែលប្រជាពលរដ្ឋយកមកធ្វើជាខ្សែវាស់វែងយើងនៅថ្ងៃអនាគត